ជំរាបសួរពុកម៉ែបងប្អូនមកទៀតហើយអានចែកជូនពុកម៉ែបងប្អូនស្ដាប់ទៀតមិនចាំបាច់វែងឆ្ងាយច្រើនពេកទេប្រឹងតែរកលុយទៅក្រគេមិនឲ្យតម្លៃយើងទេនេះជាការពិតនៅក្នុងសង្គមបច្ចុប្បន្នយើងនេះឥឡូវរៀងប្រហើនបន្តិចហើយព្រោះកន្លងមកសុភាពពេកក្រយ៉ៅពួកអ្នកឯងបានត្រឹមតែនិយាយដើមគេឌៀមដាមគេបានត្រឹមតែក្រោយខ្នងគេទេកុំរវល់ខ្លាចនឹងពាក្យសម្ដីអ្នកដតីក៏សែភ្នែករបស់គេបើរវល់នឹងរឿងទាំងអស់នឹងអ្នកទៅណាមិនបានឆ្ងាយឡើយកុំអ៊ូតកុំលោឡាស្ងាត់ស្ងាត់ចេញផ្លែផ្កាស្ងាត់ស្ងាត់ជោគជ័យមានតម្លៃបំផុតសង្គមនេះគេខ្លាចតែយើងលើសគេទេស្មោះត្រង់ជាមួយខ្ញុំក៏ស្មោះត្រង់ជាមួយអ្នកវិញត្រូវចាំមនុស្សដូចខ្ញុំមិនចេះក្បត់អ្នកណាមុនទេមិនថាមិត្តភាពឬស្នេហាសម្រាប់ខ្ញុំអន់ពិតមែនតែស្រធរខ្ញុំមិនអន់ដូចអ្នកទេធ្វើឲ្យស្រឡាញ់ខ្ញុំនឹងស្រឡាញ់ដល់ឆ្អឹងតែបើធ្វើឲ្យស្អប់សូម្បីតែឈ្មោះអ្នកក៏មិនចង់ឮដែរបើសិនអ្នកមិនខ្លាំងអ្នកនឹងខ្លាចជាជនរងគ្រោះដកគូឲ្យអាណិតគ្មានទេយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយវង្វេងផ្លូវមិនមែនជាបញ្ហាទេតែបើវង្វេងនឹងអំនួតទើបពិបាករកផ្លូវចេញកុំចំណាយពេលចាប់មេអំបៅអីនៅក្នុងជីវិតនិងស្នេហាកុំរត់តាមអង្វរអ្នកណាម្នាក់ឲ្យនៅក្បែរយើងពេកចូលយកពេលវេលានោះមកអភិវឌ្ឍសមត្ថភាពខ្លួនឯងវិញរកលុយឲ្យបានច្រើននិងមើលថែខ្លួនឯងឲ្យបានស្អាតនៅពេលដែលអ្នកមានតម្លៃនោះល្អនឹងរត់ចូលមកក្នុងជីវិតអ្នកដោយមិនបាច់ប្រឹងដេញតាមឡើយរៀងឌឺតិចទៅហើយព្រោះមិនសូវចេះត្រើអ្នកណាទេសង្គមបច្ចុប្បន្នបើប្រើតែភ្នែកពីរគឺងាយនឹងចាញ់បោកគេណាស់មុននិយាយអាក្រក់ពីខ្ញុំត្រូវគិតឃើញចំណុចល្អដែលខ្ញុំធ្វើពេលអ្នកត្រូវការផងជីវិតខ្ញុំសាមញ្ញណាស់ប្រើរបស់ធម្មតាតែងខ្លួនសាមញ្ញមិនលយឆាយដូចគេទេនេះហើយគឺជាខ្ញុំអ្នកណាសំដែងខ្ញុំដឹងច្បាស់ណាស់តែខ្ញុំក៏សំដែងដាក់គេវិញដោយធ្វើមិនដឹងខ្យល់អីអ្នកណាចង់ឈ្នះក៏ឈ្នះទៅចោះខ្ញុំចុកចិត្តចាញ់ឲ្យតែបានសុខស្រួលពេកគេលែងក្រែងចិត្តឲ្យដឹងចិត្តពេកយូរទៅគេមើលងាយកម្មពៀមានពិតមិនចាំជាតិក្រោយទេកុំចំណាយពេលដើរតាមអ្នកដតីរហូតភ្លេចសរសេរសៀវភៅជីវិតរបស់ខ្លួនឯងខំអ៊ូតលេះខ្លាចគេអត់ដឹងមែនដើរលើដីចរិតប៉ុណ្ណឹងហើយចុះតម្រាំចេះហោះទៀតធ្វើមាយាទណាស់ធ្វើដូចមានតែឯងសម្ដីខ្លះយកគូមកគិតផងកុំចេះតែនិយាយមិនចេះគិតខ្ញុំមិនដែលបង្ខំអ្នកណាម្នាក់ឲ្យនៅជាមួយខ្ញុំទេបើអ្នកមានអារម្មណ៍ថាពិបាកចាកចេញទៅចោះ